ហេតុអ្វីបានជាមនុស្សភាគច្រើនចូលចិត្តពាក្យល្អច្រើនជាងទង្វើល្អខ្ញុំជឿថាមានបងប្អូនជាច្រើនដែលគាត់មានចម្ងល់នៅត្រង់ចំណុចនេះដោយសារតែរាល់ការលះបង់និងការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់គាត់ចំពោះគ្រួសារចំពោះកូនឬក៏ចំពោះមនុស្សជុំវិញខ្លួនហ្នឹងបែរជាធ្វើឲ្យពួកគាត់មិនទទួលបាននូវភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ឲ្យស័ក្តិសមទៅនឹងការលះបង់របស់ពួកគាត់ទៅវិញមានគ្រួសារជាច្រើនដែលមានបញ្ហានៅត្រង់ចំណុចនេះហើយពួកគាត់តែងតែឆ្ងល់ថាហេតុអ្វីបានជាគាត់ខិតខំលះបង់សពគ្រប់បែបយ៉ាងដើម្បីគ្រួសារមួយនេះប៉ុន្តែនៅតែមិនទទួលបានការពេញចិត្តពីដៃគូឬក៏កូនរបស់គាត់ហើយកូននិងដៃគូរបស់គាត់បែរជាជ្រើសរើសអ្នកដទៃដើម្បីពិភាក្សានៅពេលដែលមានបញ្ហាអ្វីមួយទៅវិញតាមពិតទៅបញ្ហាគឺនៅត្រង់ការនិយាយស្ដីនិងការគ្រប់គ្រងអារម្មណ៍របស់យើងនេះឯងតាមចិត្តវិទ្យាគឺខួរក្បាលរបស់យើងឆ្លើយតបនឹងពាក្យសម្ដីលឿនជាងទង្វើព្រោះពេលដែលយើងឮសម្ដីល្អនឹងធ្វើឲ្យយើងមានអារម្មណ៍ល្អសប្បាយចិត្តហើយកក់ក្ដៅភ្លាមតែពេលឃើញទង្វើល្អគឺខួរក្បាលរបស់យើងទាមទារពេលវេលានិងការវិភាគដូច្នេះហើយទៅបានជាសម្ដីល្អគឺអាចយកឈ្នះចិត្តរបស់មនុស្សភ្លាមខណៈដែលទង្វើល្អគឺឈ្នះការជឿជាក់របស់មនុស្សយឺតជាងតាមពិតទៅបញ្ហាវាមិនស្ថិតនៅលើដៃគូជីវិតកូនរបស់យើងឬក៏មនុស្សជុំវិញខ្លួនរបស់យើងនោះទេប៉ុន្តែវាស្ថិតនៅលើពាក្យសម្ដីនិងការគ្រប់គ្រងអារម្មណ៍របស់យើងនេះឯងគ្រប់គ្នាពិតជាត្រូវការទង្វើល្អរបស់យើងខ្លាំងណាស់ប៉ុន្តែពួកគេរឹតតែត្រូវការសម្ដីល្អរបស់យើងថែមទៀតផងព្រោះពាក្យសម្ដីល្អបង្ហាញពីការយល់ចិត្តការគោរពការផ្ដល់តម្លៃនិងអារម្មណ៍សុវត្ថិភាពដល់ពួកគេអ្នកចិត្តវិទ្យាជាច្រើននិយាយថាមនុស្សរស់នៅដោយអារម្មណ៍មុនហេតុផលពីព្រោះថាមនុស្សតែងតែធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍របស់ពួកគេជាមុនទើបរកហេតុផលមកគ្រប់គ្រងតាមក្រោយដូច្នេះប្រសិនបើយើងធ្វើកិច្ចការផ្សេងបានល្អហើយយើងគួរតែរៀននិយាយពាក្យល្អរៀនស្ដាប់អ្នកដទៃរៀនគោរពអ្នកដទៃនិងរៀនយល់ចិត្តអ្នកដទៃខ្លះផងសូម្បីតែពួកគេជាកូនរបស់យើងជាបុគ្គលិកថ្នាក់ក្រោមរបស់យើងក៏ដោយកុំអាងតែយើងជាមនុស្សចាស់ជាឪពុកម្ដាយរបស់គេជាថ្នាក់ដឹកនាំរបស់គេយើងគិតថាខ្លួនឯងតែងតែត្រូវហើយរាល់អ្វីដែលពួកគេនិយាយរាល់អ្វីដែលពួកគេធ្វើគឺសុទ្ធតែខុសនោះទេសម្ដីល្អបំពេញតម្រូវការផ្លូវចិត្តតាមទ្រឹស្ដី Maslow មនុស្សត្រូវការស្រឡាញ់ការគោរពការផ្ដល់តម្លៃនិងការយល់ដឹងច្រើនជាងអាហារនិងលុយទៅទៀតហើយពាក្យសម្ដីល្អបំពេញតម្រូវការទាំងនេះលឿនជាងទង្វើល្អពិសេសពេលដែលយើងជួបប្រស្រ័យតាក់ទងជាមួយគេដំបូងគឺគេមើលលើការនិយាយស្ដីរបស់យើងនេះឯងដោយអ្នកខ្លះហ្នឹងគាត់ទើបតែជួបគេបានម្ដងប៉ុន្តែបែរជាធ្វើឲ្យគេមានអារម្មណ៍ថាចូលចិត្តមានអារម្មណ៍ថាស្និទ្ធស្នាលព្រោះតែគាត់ចេះនិយាយស្ដីចេះគួរសមជាដើមប៉ុន្តែពាក្យល្អស្រួលនិយាយជាងការធ្វើល្អទៅទៀតពីព្រោះថាទង្វើល្អត្រូវការចំណាយកម្លាំងត្រូវការពេលវេលានិងការលះបង់ប៉ុន្តែមនុស្សភាគច្រើនហាក់ដូចជាលំបាកនិយាយខ្លាំងមែនទែនពិសេសគឺជាមួយក្រុមគ្រួសារផ្ទាល់តែម្ដងមិនមែនថាទង្វើល្អមិនសំខាន់នោះទេវាពិតជាសំខាន់ខ្លាំងណាស់ប៉ុន្តែពាក្យល្អរឹតតែសំខាន់ថែមទៀតពីព្រោះថាវាជួយបន្ថែមសោភ័ណឲ្យទង្វើល្អរបស់យើងមើលទៅរឹតតែល្អថែមទៀតដូចជាម្ហូបអាហារដូចនេះដែរមិនថាវារសជាតិឆ្ងាញ់យ៉ាងណានោះទេប៉ុន្តែយើងនៅតែត្រូវការសោភ័ណភាពនិងភាពស្រស់ស្អាតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើងក្នុងការទទួលទានវាចិត្តវិទ្យាក៏បានបង្ហាញថាមនុស្សដែលមានវ័យក្មេងគាត់ចូលចិត្តពាក្យផ្អែមពីព្រោះតែគាត់មិនទាន់យល់ពីសង្គមមួយនេះហើយគាត់គិតថាអ្នកដែលនិយាយផ្អែមគឺជាមនុស្សដែលយល់ចិត្តគាត់ដូច្នេះហើយទៅបានជាគាត់ចូលចិត្តពិភាក្សាជាមួយនឹងអ្នកទាំងអស់នោះច្រើនជាងពិភាក្សាជាមួយឪពុកម្ដាយទៅទៀតដែលធ្វើឲ្យពួកគាត់លែងស្និទ្ធស្នាលឬក៏ឃ្លាតឆ្ងាយពីឪពុកម្ដាយក្រុមគ្រួសារដែលជាមនុស្សក្បែរខ្លួនទៅជាស្និទ្ធស្នាលជាមួយអ្នកដទៃមនុស្សខាងក្រៅច្រើនជាងក្រុមគ្រួសារក៏ព្រោះតែដើម្បីស្វែងរកការទទួលស្គាល់និងតម្រូវការផ្នែកអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគាត់ហើយវាក៏នឹងคล้ายទៅជាបញ្ហាមួយដែលលំបាកក្នុងការអប់រំកូនរបស់យើងផងដែរតែបញ្ហាវាមិនស្ថិតនៅលើអ្នកទាំងអស់នោះទេបញ្ហាគឺវាស្ថិតនៅលើខ្លួនរបស់យើងដូច្នេះប្រសិនបើយើងចង់ដោះស្រាយបញ្ហាទាំងអស់នៅជុំវិញខ្លួនរបស់យើងជាដំបូងយើងគួរតែចាប់ផ្ដើមចេញពីខ្លួនយើងមុនគេទាំងនេះក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលខ្ញុំប្រើសម្រាប់ដោះស្រាយបញ្ហាជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំផងដែរសរុបមកវិញសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាគំនិតពិចារណាដល់បងប្អូនទាំងអស់គ្នាឲ្យកើតជាប្រយោជន៍នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនថ្មីដែលកំពុងតែស្ដាប់នៅលើ page Facebook បងប្អូនអាចចុច follow page របស់ខ្ញុំម្នាក់មួយទៅដើម្បីស្ដាប់វីដេអូថ្មីដែលជាចំណេះដឹងបន្តទៀតចំពោះបងប្អូនដែលកំពុងតែស្ដាប់នៅលើ channel YouTube ហើយមិនទាន់បាន subscribe channel YouTube របស់ខ្ញុំទេបងប្អូនអាចចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀតដូចគ្នា